Hey everyone, welcome back. ខ្មែរឯងស្រីម្នាក់នេះដោយសារតែអត់មានម៉ែក៏បានចូលទៅក្នុងទ្រុងឆ្កែហើយរស់នៅជាមួយឆ្កែដូចសត្វឆ្កែចឹងសត្វឆ្កែព្រុសកូនក្មេងនឹងព្រុសដែរកូនឆ្កែនឹងទៅលេនតាត់កូនស្រីនឹងលេនតាត់ដែរដល់ពេលដល់ម៉ោងស៊ីបាយកូនស្រីនឹងគឺស៊ីបាយដូចជាឆ្កែចឹងគឺខំលឹកដៃលឹកជើងដូចជាឆ្កែ100%មែនតើដល់ពេលមនុស្សគេហាត់ការនេះក៏បានចូលទៅជួយសង្គ្រោះនារីដែលបានបោះសាច់ឆ្កែម្ដុំទៅឲ្យឆ្កែផ្សេងៗដែលខំព្យាយាមពុះដល់ពេលហៅអ្នកកូនក្មេងនឹងមកស៊ីបាយកូនក្មេងនឹងគឺស៊ីបាយដូចជាឆ្កែចឹងហើយក៏បានត្រឡប់ទៅក្នុងទ្រុងឆ្កែជាលើកទី2ហើយព្យាយាមធ្វើកាយវិការនិងរូបរាងអីគឺដូចឆ្កែ100%មែនតើមកលើកទី2ហ្នឹងគឺដូចមែនតើហ្មងហើយចំពោះការស៊ីចំពោះការអីគឺដូចឆ្កែ100%ធ្វើឲ្យអ្នកនៅទីនោះទ្រាំបានគាត់ទៅចាប់ក្មេងស្រីអ្នកនោះមកទៀតហើយធ្វើបាបដល់សត្វឆ្កែដែលព្យាយាមការពារដូចជាបោះសាច់ឆ្កែឲ្យស៊ីម្ដុំអញ្ចឹងទៅហើយយកកូននោះមកមើលថែជាលើកទី2ហើយដល់ពេលចោះឡើងខ្លាចជារឿងល្បីមួយដែលធ្វើឲ្យក្មេងអ្នកនោះដែលត្រូវម្លាយអត់បោះបង់ចោលហើយទៅរស់នៅមួយសត្វឆ្កែពិតជាមានអារម្មណ៍ថាអាណិតនាងមែនតើបារម្ភអ្នកនេះហៅថាស្រឡាញ់ការហាត់ប្រាណខាងពេកបានព្យាយាមហាត់ខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃដោយសាច់ដុំគាត់ពោះគាត់គឺ5 6កង់មែនតើពិតច្រឡុយមែនតើតែគាត់អត់ទាន់បោះបង់ហើយគាត់ចង់ហាត់ដោយយក10កង់ទៀតនៅលើគាត់ពោះគាត់ព្យាយាមផឹកឲ្យស៊ីផឹកទឹកកៅជាមួយនឹងអាហារបន្តិចបន្តួចចុះហើយហាត់ចុះឡើងដេកស៊ីហើយដេកហើយស៊ីហាត់ទៀតបារម្ភអ្នកនេះហៅថាស្រឡាញ់ការហាត់ប្រាណខាងពេកសម្បីតែពេលគាត់ក៏ដេកក៏គាត់ហាត់ប្រាណដែរដល់ពេលគាត់មានបារម្ភអ្នកខឹងទៅគាត់ក៏បានចោលមកគ្រាប់ទៅលើមុខគាត់ទៅដល់ពេលគាត់ហាត់ទៅធ្វើឲ្យសាច់ដុំគាត់ចិត្តឲ្យបាត់ហើយរូបរាងកាយរបស់គាត់ប្រែទៅជាមនុស្សដែលហត់អស់កម្លាំងមកស្បីទៅសរសៃឈាមរបស់គាត់ក៏រត់អត់ស្មារតីដែរដល់ពេលគាត់ហាត់ចុះហាត់ឡើងរហូតដល់វិលមុខខ្ញាក៏គាត់នៅតែហាត់ដែរគាត់ហៅថាស្រឡាញ់ការហាត់ប្រាណខាងពេកដល់ពេលគាត់ហាត់ចុះហាត់ឡើងក៏បានដួលស្លាប់ចិត្តឲ្យបាត់ត្រីមួយក្បាលនេះត្រូវបានគេដាក់ចូលទៅក្នុងទូអាងមួយបន្ទាប់មកគេដាក់កាមេរ៉ាសង្កេតមើលពីប្រវែងដែលវាក៏បីកតុយបន្ទាប់មកគេបានបញ្ជូនវាទៅដល់កន្លែងពិសោធន៍មួយដល់ពេលនោះកម្លាំងដែលវាក៏បីកតុយគឺគេដាក់ផ្ទាំងរូបផ្ទាល់ផ្កាឈូកចំនួន4 5ផ្ទាំងចង់ដឹងថាត្រីនោះវាអាចចំណាំបានអត់ដល់ពេលគេបោះចំណីឲ្យវាហើយគេបានដាក់ផ្ទាំងនោះចំនួន4កន្លែងដល់ពេលវាស៊ីហើយវាបានរត់ទៅរកផ្ទាំងមួយនោះដើម្បីស៊ីទៀតដល់ពេលវាធ្វើចង់ចោះឡើងដើម្បីបានចំណីដល់ពេលទៅដល់កន្លែងអ្នកពិសោធន៍នោះពិតជាមានអារម្មណ៍ថាអស្ចារ្យមែនទែនចំពោះការពិសោធន៍ត្រីលើកនេះហើយនេះជារឿងពិតដែលគេពិសោធន៍ពីភាពឆ្លៀសវៃរបស់ត្រីមួយក្បាលដែលធ្វើឲ្យមនុស្សយើងអាចសង្កេតមើលបានដោយភាពរលន់នេះគឺជាការកកើតរបស់ម៉ោងនៅលើពិភពលោកដំបូងគេដាក់ម៉ោងគឺជាសម្ភារទឹកហើយគេបានបង្ហូរទឹកដល់ពេលទឹកនោះវាហូរដល់កំណត់ម៉ោងវាចាប់ផ្ដើមដំណើរការដោយនាទីមួយដែលយើងប្រើប្រាស់រាល់ថ្ងៃហ្នឹងហើយប្រព័ន្ធម៉ាស៊ីនវាគឺมันអស្ចារ្យមែនតើប្រព័ន្ធរបស់ម៉ោងទាំងអស់គឺធ្វើដំណើរការក្នុង20 សេកណ្ឌហើយដំណើរការរបស់វាទាំងអស់ហ្នឹងគឺចាប់ផ្ដើមដោយសារទឹកបើគ្មានទឹកទេម៉ោងក៏វាគ្មានដែរអញ្ចឹងបានគេធ្វើជាប្រព័ន្ធទឹកគ្រប់ទីកន្លែងដើម្បីឲ្យម៉ោងអាចដំណើរការគ្រប់ទីហើយបារម្ភនេះបានលក់ម៉ោងទៅឲ្យអ្នកផ្ទះដែលជាអ្នកមានទោះជាមានកម្លាំងទឹកលិចយ៉ាងណាក៏វាមិនអាចធ្វើឲ្យម៉ោងជប់ដំណើរការបានដែរហើយមានផ្ទះខ្លាំងយ៉ាងណាក៏ម៉ោងក៏វានៅត្រូវដើរជានិរន្តរ៍វាមិនអាចជប់បានទេបើវាហ៊ានជប់នោះមនុស្សនឹងមិនអាចកំណត់ពេលវេលាម៉ោងនៅលើភពផែនដីនេះបានឡើយនេះគឺជាម៉ោងដែលគេបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ1710សត្វមួយក្បាលនេះវាបានមកកកាយរោងសមុទ្រហើយព្យាយាមលៀនដាតឡើងវែងទៅស៊ីអាសមុទ្រក្នុងរោងនោះឡើងខ្ទេចអស់ដាតរបស់សត្វនេះពិតជាវែងមែនតើវាអាចបួងចូលទៅក្នុងនេះទាំងជើដល់ពេលវងសមុទ្រឃើញហេតុការណ៍នេះក៏បានមកបដងគ្នាជាច្រើនហើយមកខំអាសមុទ្រអាសត្វហ្នឹងដល់ពេលអាសត្វហ្នឹងវាទប់ទល់នឹងកម្លាំងសមុទ្រមិនបានក៏ចេះរយបាត់ទៅសមុទ្រម្នាក់បានខំភ្នែកខំមាត់ខំដាតរហូតដល់អាហ្នឹងវា